គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនមួយចំនួនក្នុងរាជធានីភ្នំពេញទទួលបានការអនុវត្តនិងគាំទ្រការប្រកួតគម្រោង STEM ដែលមានមុខវិជ្ជាចំនួន4មុខគឺវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាសម្រាប់ឲ្យសិស្សានុសិស្សមកពីគ្រឹះស្ថាន30ធ្វើការប្រកួតប្រជែងដណ្ដើមជ័យលាភីដែលរៀបចំដោយក្រុមហ៊ុន Kid City លោកមេងហៀងអគ្គនាយកក្រុមហ៊ុន Kid City មានប្រសាសន៍ថាក្រុមហ៊ុន Kid City មានមោទនភាពដើម្បីបន្តការគាំទ្រលើការអភិវឌ្ឍចំណេះដឹងផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាក្នុងប្រទេសកម្ពុជាហេតុនេះហើយទើបក្រុមហ៊ុនបានបញ្ចូលសកម្មភាពកម្សាន្តនិងការអប់រំផ្នែកវិទ្យាសាស្ត្រដែលមានឧបករណ៍ទំនើបជាង100ប្រភេទតាមកម្រិតស្តង់ដារអន្តរជាតិកុមារដែលមានអាយុចាប់ពី5ឆ្នាំឡើងទៅអាចមកកម្សាន្តនិងសិក្សានៅសាលានេះបានផងដែរការប្រកួតប្រជែងជាលក្ខណៈសកលនេះនឹងតម្រូវឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹងខ្ពស់ខាងផ្នែកវិទ្យាសាស្ត្រដើម្បីប្រកួតប្រជែងទីផ្សារការងារជាមួយនឹងបណ្ដាប្រទេសដទៃទៀតលោកបានបន្តថាសិក្ខាសាលាលើកទី2នេះនឹងផ្ដល់ឱកាសដល់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនបានចូលរួមនិងបន្តពង្រឹងការលើកកម្ពស់មុខវិជ្ជាវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាក្នុងកម្មវិធីសិក្សារបស់ខ្លួននិងជំរុញស្មារតីសិស្សានុសិស្សឲ្យយល់ដឹងកាន់តែទូលំទូលាយថែមទៀតលោកប៉ាន់កាបាននៅជីអគ្គនាយកក្រុមហ៊ុន Prudential កម្ពុជាមានប្រសាសន៍ថាក្រុមហ៊ុនរបស់លោកតែងតែយកចិត្តទុកដាក់ចំពោះការចូលរួមអភិវឌ្ឍធនធានមនុស្សនៅប្រទេសជាណាចក្រកម្ពុជាដើម្បីលើកកម្ពស់ការរីកចម្រើនសង្គមសេដ្ឋកិច្ចនៃប្រទេសកម្ពុជាលោកបានបន្តថាទីផ្សារការងារពិភពលោកកំពុងវិវត្តឆ្ពោះទៅរកការងារទាំងឡាយដែលពាក់ព័ន្ធចំណេះដឹង STEM ការផ្ដល់ឱកាសដល់សិស្សានុសិស្សទទួលបាននូវបទពិសោធន៍និងការអនុវត្តផ្ទាល់ក្នុងសកម្មភាពនិងការអប់រំនានាដែលពាក់ព័ន្ធនឹង STEM នឹងជំរុញឲ្យមានចំណាប់អារម្មណ៍មានការចូលរួមនិងសម្រេចលទ្ធផលសិក្សាល្អលើប្រធានបទនានាពាក់ព័ន្ធនឹង STEM ហើយជាលទ្ធផលនឹងមានធនធានមនុស្សកាន់តែច្រើនដែលមានចំណេះដឹងក្នុងវិស័យនេះ